នេះជាពងមាន់អូម៉ាកាសេឆ្នៃដាក់នៅក្នុងកម្មវិធីមង្គលការជាង200តុកស៊ីផុយភោជនីយដ្ឋានតលេបស័កគឺគាត់រៀបចំបានជូនលោកអ្នកកម្មវិធីមង្គលការនិយាយទៅមកតភោជនីយដ្ឋានតលេបស័កមក all in one ហើយចង់ catering ម្ហូបអាហារសម្រន់ផ្អែមលក្ខណៈអាហារពេលព្រឹកអាហារថ្ងៃត្រង់អាហារពេលល្ងាចអាហារពេលយប់អីហ្នឹងគឺថាមានទាំងអស់និយាយទៅខាងភោជនីយដ្ឋានតលេបស័កហើយខ្ញុំស្រឡាញ់ណាស់ការរៀបចំនំខ្មែរម្ហូបខ្មែរផ្អែមខ្មែរដែលចេញមកផលិតភាពខ្លាំងមែនតើហើយអ្នកទាំងអស់គ្នាចង់បានមនុយលក្ខណៈថា menu លក្ខណៈ VIP ក៏មក customize តាមអ្នកទាំងអស់គ្នាក៏បានដែរដូចជាក់ស្ដែងនេះគឺជាមនុយពងមាន់អូម៉ាកាសេដែលគាត់ច្នៃប្រឌិតដើម្បីដាក់ជូនភ្ញៀវ VIP ហើយសម្រាប់ការតុបតែងកម្មវិធីមង្គលការផ្កាអីហ្នឹងគឺថា all in one ហើយតលេបស័កឥឡូវហើយនេះកុំភ័យរឿងផ្កាកលាបបើថាគេស្រឡាញ់យើងច្បាស់លាស់មែនណាគេទិញយកមកតែងរោងការដូចអ្នកទាំងអស់គ្នាឃើញមិនអញ្ចឹងហើយនេះភោជនីយដ្ឋានតលេបស័កមានរៀបចំជាកាហ្វេរៀបចំជាស្អីអូច្រើនណាស់បបរពេលព្រឹកបបរពេលអីហ្នឹងគឺគាត់មានមកកំ pl េអ្នកទាំងអស់គ្នាទៅតែភោជនីយដ្ឋានតលេបស័កមួយកម្មវិធីមង្គលការរបស់អ្នកទាំងអស់គ្នាភារកិច្ចហ្នឹងទុកឲ្យខាងភោជនីយដ្ឋានទៅគឺគាត់ដឹងតែធ្វើឲ្យមកស្អាតរៀបចំឲ្យមកអែបមិនឲ្យពិបាកទេភ្ញៀវមកហើយចំនួនពេលព្រឹកចង់មកញ៉ាំរបៀបអាហារសម្រន់របៀបជាលក្ខណៈផ្អែមខ្មែរអីចឹងចំក៏មានហើយនេះម្ហូបអាហារពេលទទួលភ្ញៀវអីធំអីចេញមកគឺផលិតភាពខ្លាំងគាត់រៀបចំឲ្យស្អាតណាអញ្ចឹងឥឡូវយើងទៅតាមដានថាតើខាងតលេបស័កគាត់ធ្វើអីបានខ្លះឥឡូវគឺសឹងថា all in one ហើយកម្មវិធីការរៀបចំរបៀបតុបតែងផ្កាប្រាប់តុបតែងរោងអីហ្នឹងគឺថាគាត់ធ្វើបានទាំងអស់គឺគាត់មាន all in one អ្នកទាំងអស់គ្នាទៅគឺគាត់នឹងប្រឹក្សាយោបល់ជាមួយអ្នកទាំងអស់គ្នាជាមួយនឹងការរៀបចំកម្មវិធីរបស់អ្នកទាំងអស់គ្នានឹងគឺថាមកស្រួលគាត់រៀបចំឲ្យហើយដូចជាក់ស្ដែងពួកខ្ញុំទៅថតកម្មវិធីមង្គលការនេះនៅខាង OCSC គឺគាត់ទទួលរៀបចំនេះរៀបចំឆាក background backdrop ស្អីផ្សេងហ្នឹងគឺគាត់តឡើង install គ្រប់ការងារទាំងអស់គឺនៅគាត់ទាំងអស់ហើយផ្កាវិញចង់ផ្កាស្រស់ផ្កាអីគឺគាត់មានទាំងអស់អញ្ចឹងមកខ្ញុំថាកុំភ័យរឿងផ្កាកលាបបើថាគេស្រឡាញ់យើងច្បាស់លាស់មែនណាគេទិញឲ្យយើងមករោគហ្មងមិនមែនមួយតងពីរតងទេទាំងរោគហ្មងដូចជាក់ស្ដែងនេះអញ្ចឹងនេះគឺស្អាតណាស់រៀបចំមកគឺមានផ្កាស្រស់ផ្កាជាប់ផ្កាអីហ្នឹងគឺអ្នកទាំងអស់នេះចង់បានបែបម៉េចក៏បានបិទចិត្តតម្លៃអីតាមការពិភាក្សាជាក់ស្ដែងខាងតលេបស័កគឺគាត់មានទទួលទាំងអស់ហើយឥឡូវហ្នឹងគឺស្រួលណាស់សម្រាប់ឲ្យអ្នកទាំងអស់គ្នារៀបចំកម្មវិធីមង្គលការមកសប្បាយចិត្តមិនឲ្យខ្វល់ខ្វាយរឿងបបាក់តាក់តងពី3កន្លែងនាំតែជិះក្បាល5ថ្ងៃទេអញ្ចឹងមកតែកន្លែងតលេបស័កមកគឺគាត់ប្រឹក្សាយោបល់ជូនអ្នកទាំងអស់គ្នាអញ្ចឹងនេះជាអ្វីដែលខ្ញុំឃើញថាគាត់ល្អមែនតើអ្នកដូចឃើញឆាគាត់រៀបចំមកកូនកន្លោះកូនកំមុំគឺគាត់ថតមកស្អាតលេចធ្លោហើយអានេះគឺជាកន្លែងដែលគេរៀបចំសម្រាប់ទទួលភ្ញៀវពេលហាយចំនួនអាហារពេលព្រឹកគឺអាហារសម្រន់ពេលព្រឹករបស់គាត់គឺថាស្អាតមែនតើនេះខ្ញុំឃើញអាការរៀបចំចានរបស់គេក៏ដូចជានំប្រភេទក្រូសង់ប្រភេទសាំងវិចប្រភេទនំប្លែកប្រភេទអឺរ៉ុបអីហ្នឹងក៏គាត់មានដែរអ្នកអស់គ្នាចង់បានបែបម៉េចគឺគេរៀបចំឲ្យយើងបានទាំងអស់ចង់បានជាខ្មែរចង់បានជាអឺរ៉ុបចង់បានជាបារាំងចង់បានជាអីគឺគាត់មានចុងភៅចង់ភៅថៃចង់ភៅជប៉ុនចង់ភៅកូរ៉េចង់ភៅអីយើងក៏មកតាមជាក់ស្ដែងហើយនេះខ្ញុំស្រឡាញ់មួយទៀតគឺ concept គាត់របៀបរុញអាតេះរបៀបខាតហ្នឹងគឺគេរុញតាមតុកភ្ញៀវទៀតអញ្ចឹងគឺពិសេសមែនតើលក្ខណៈបុគ្គលិកសេវាកម្មសវិសអីរបស់គាត់ខាងតលេបស័កគឺ VIP ហ្មងអ្នកអស់ឲ្យចង់បានកញ្ចប់មិនក៏បានមានទាំងជ័យជាតិមានទាំងនំពុំទៀតហើយនេះខ្ញុំស្រឡាញ់អា station កន្លែងគាត់ display ផ្អែមខ្មែរនំខ្មែរនេះមែនតើគឺស្អាតខ្លាំងណាស់ពុកម៉ែបងប្អូននេះគ្រាន់តែឃើញគឺគួរឲ្យចង់ញ៉ាំគួរឲ្យចង់សាកហើយឃើញសង្កថាថតរូបទុកសិនណាព្រោះខ្លាចបាត់សម្រស់មើលទៅគឺស្អាតមែនតើនំខ្មែររបស់យើងដាក់ក្នុងកម្មវិធីការបែបនេះគឺលើកមុខលើកមាត់ម្ចាស់កម្មវិធីហើយមានអារម្មណ៍ថាមានថ្លៃថ្នូរមានន័យសម្រាប់ពិធីមង្គលការយើងឲ្យតម្លៃទៅលើប្រពៃណីរបស់ខ្មែរយើងអញ្ចឹងម្ចាស់កម្មវិធីមង្គលការគួរតែគិតទៅដល់ចំណុចនេះមួយដែរហើយខាងតលេបស័កគឺគាត់រៀបចំជូនបានទាំងអស់ហើយនេះសម្រាប់អាហារពេលព្រឹកនិយាយទៅប្រភេទអាហារពេលព្រឹកមានបបរមានអីគឺតាមការកំងជាក់ស្ដែងហើយដូចខ្ញុំមកថតនេះចំកម្មវិធីមង្គលការដែលគាត់ដាក់បបរហើយមានរបៀបចាក់ខ្វៃសំបីតែចាក់ខ្វៃក៏ខាងភោជនីយដ្ឋានតលេបស័កគាត់ធ្វើខ្លួនឯងបានទៀតអូសាហាវមែនតើស្អីក៏ធ្វើខ្លួនឯងហើយមនុស្សនេះបុគ្គលិកចង់បានប្រមាណក៏បានដែរប្រមាណតុកក៏បានដែរក៏រៀបចំឲ្យតន់លះលហួនលឿនហ្មងព្រោះដោយសារអីបទពិសោធន៍គាត់មិនមែនតិចឆ្នាំទេ20ជាងឆ្នាំហើយតលេបស័កគឺល្បីណាស់ទាំងភោជនីយដ្ឋានគាត់ទាំង buffet ទាំងអីឥឡូវគឺគាត់មាន catering function អីរបស់គាត់គឺមានច្រើនតែអ្នកទាំងអស់គ្នាដូចខ្ញុំនិយាយសឹងថា all in one ហើយ
គ្មានសល់កន្លែងណាទេអាចថាប្រឹក្សាទៅបើថាខ្វះតិចតួចគឺគាត់ជួយណែនាំអីឲ្យទៀតហើយនេះហើយចំនួនភ្ញៀវពេលព្រឹកចូលមកកម្មវិធីមង្គលការគឺកូនកន្លោះកូនកំមុំចាំតែស្រួលទេអត់មានពិបាកអីទេគឺឪពុកម្ដាយសងខាងអីគឺគាត់ងាយស្រួលមែនតើសម្រាប់កម្មវិធីនេះអញ្ចឹងដូចជាក់ស្ដែងអញ្ចឹងពេលភ្ញៀវមកដល់ហើយចំនួនចូលមកគឺគាត់តែងតែត្រូវមានអាហារពេលព្រឹកមានអីអញ្ចឹងទៅហើយការរៀបចំរបស់គេគឺស្អាតអញ្ចឹងការតុបតែងផ្កាយទាំងអស់នេះគឺសិតតែខាងទលេភាសាឯដៃគូរបស់គាត់អីអញ្ចឹងទៅគ្នាគាត់សិតតែមានទាំងអស់នៅក្នុងនឹង all in one ហើយនេះកាត់សក់ហើយណាអីណាអីណីអីចឹងទៅគឺមានទាំងអស់គាត់រៀបចំឲ្យបានមកកាផ្លេហើយនេះភ្ញៀវ100 200តុកអីគឺមិនមានការបារម្ភទេចង់កម្រិតប៉ុណ្ណាលំដាប់ប៉ុណ្ណាក៏ខាងទលេភាសាគាត់រៀបចំបានដែរហើយចង់លក្ខណៈ customize ចុងភៅលំដាប់មហូបបែបណាបែបណីអីគឺគាត់រៀបចំបានទាំងអស់ហើយនេះដូចជាក់ស្ដែងបបពេលព្រឹកអីហ្នឹងគឺថាភ្ញៀវមកដឹងតែទទួលបានអារម្មណ៍ថាពិសេសហើយអ្វីដែលលើសតែពិសេសទៀតនេះលេងតូបនេះដូចតូបដូចហាងកាហ្វេមួយប្រពន្ធហាងកាហ្វេមួយណាការរៀបចំរបស់គេនេះដាក់មកមានកាហ្វេមានទ្រីងពេលព្រឹកអីជូនភ្ញៀវអញ្ចឹងគឺមកស្រួលអ្នកទាំងអស់គ្នាលក្ខណៈថាកាហ្វេក៏មានអីក៏មានដូចផ្សារមួយអញ្ចឹងពិសេសមែនតើអញ្ចឹងបានថាអ្វីក៏ដោយឲ្យតែថាអ្នកទាំងអស់គ្នាមានកម្មវិធីរៀបចំ party តូចធំកម្មវិធី catering មិនថាការមិនថាកម្មវិធីអីផ្សេងទេជួបជុំអីហ្នឹងនឹកឃើញដល់ទលេភាសាគឺគាត់មានទទួលរៀបចំទាំងអស់ complete ប្រឹក្សាមួយគាត់ហើយកញ្ចប់តម្លៃអីគឺមានធូតាមហ្នឹងអ្នកទាំងអស់គ្នាអាចតំណែងបានតាម Telegram ខ្ញុំដាក់ comment ក៏ដូចជាលេខទូរស័ព្ទអីដើម្បីប្រឹក្សាជូនអញ្ចឹងពីខ្ញុំទៅនេះសិតតែជាមុខម្ហូបរបស់គាត់អាហារពេលថ្ងៃត្រង់ក៏គាត់មានដែរគឺដោយបរិហាអញ្ចឹងគឺគាត់មានមុខម្ហូបជាច្រើនជំរើសអ្នកទាំងអស់គ្នាគាត់មានជាឈុតស្រាប់ឲ្យយើងរើសឬក៏ថាយើងចង់ customize អីក៏បានដែរហើយផ្អែមរបស់គាត់អីតំណងទីអីនេះអូម្ហូបគេអីក៏មានដែរឆ្អឹងជំនីជ្រូកឆ្អឹងជំនីអីរបស់គេឆាឲ្យរបៀបសឡម្ជូរសឡក្រាក់អីចឹងទៅហើយអានេះគឺមនុយប្រចាំដែលថាគាត់ទៅបំបែកមកលក្ខណៈអូម៉ាកាសេគឺពងមាន់របស់គេហ្នឹងគឺគេមានដាក់របៀបអ៊ូនីពងស្អីចឹងទៅគឺតាមនឹងតាមជាក់ស្ដែងគឺចង់បានបែបម៉េចគឺគាត់រៀបចំជូនបែបហ្នឹងជូនហើយខ្ញុំតសើគាត់ត្រង់ថាកម្មវិធី200តុកអីនៅតែធ្វើបានផុយពងមាន់អីគឺគេមានការរៀបចំការស្ទីមការចំហុយអីរបស់គេនឹងតាមក្បួនតាមຂ្នាតខ្ញុំតសើណាចុងភៅការគឺចុងភៅហត់ចុងភៅ professional មុំដែលថាมันមានបទពិសោធន៍រៀបចំកម្មវិធីធំភ្ញៀវច្រើនទេចង់កៀងដែរអ្នកនរគ្នាតើថាអ្នកមានបទពិសោធន៍ដូចខាងទលេភាសាអីនេះចឹងព្រោះអីគាត់បទពិសោធន៍រាប់ឆ្នាំហើយមានបញ្ហាអីគឺគេអាចដោះស្រាយឲ្យយើងបានភ្លាមព្រោះបទពិសោធន៍ចាស់ហើយអញ្ចឹងពេលយើងកម្មវិធីយូរមកជាតិយើងតែម្ដងណាតែខុសម្ដងគឺអត់បានទេអញ្ចឹងបើថារអ្នកដែលមានជំនាញបទពិសោធន៍អញ្ចឹងដាក់ទៅគឺដឹងតែត្រូវចិត្តហើយខាងភោជនីយដ្ឋានទលេភាសាគឺគាត់ធ្វើឲ្យមកអែមមកស្អាតមក all in one ហ្មងហើយដូចជាក់ស្ដែងអញ្ចឹងខាងពងមាន់គាត់ឃើញអូ200តុកមិនតិចទេអ្នកនរគ្នាមកតុកគឺត្រូវ10គ្រាប់អញ្ចឹងគុណមើលទៅមិនតិចទេហើយដូចអានេះចឹងជាប្រភេទប៉ៅហ៊ឺប៉ៅអីរបស់គាត់ក៏មានដែរចង់បានកម្រិតប្រភេទប៉ៅហ៊ឺចង់បានបកងយៈបកងអីក្តាមយៈក្តាមអីគឺគាត់ធ្វើបានមកកាផ្លេលក្ខណៈភ្ញៀវ VIP ចង់បានមនុយមហូបបែបអីក៏បានដែរដូចនេះចឹងមកតុកនេះចឹងគឺអែមណាស់មើលមកគឺស្អាតការរៀបចំលើយើងតម្លៃយើងហ៊ានប៉ុណ្ណាយើងចង់បានប៉ុណ្ណាគឺគាត់រៀបចំឲ្យយើងតាមនឹងចឹងទៅអញ្ចឹងពីខ្ញុំទៅកន្លែងដែលគេមានបទពិសោធន៍គឺគេមានគំរូចាស់គំរូថ្មីអីឲ្យយើងមើលថាមនុយរបស់គេមិនអញ្ចឹងយើងអត់បារម្ភទេយើងចាំតែមកស្រួលយល់ថាអូដឹងតែបានអ្នកដែលគេជំនាញភោជនីយដ្ឋានដែលគេមានបទពិសោធន៍យើងកក់ក្ដៅអត់បារម្ភភ្ញៀវញ៉ាំគឺដឹងតែទទួលបាននៅរសជាតិដែលពិសេសសេវាកម្មទាំងការទទួលភ្ញៀវ